ធីបន់សានឆេងម៉េងឬក៏ពិធីសែនភ្នូតាមជំនឿរបស់បងប្អូនជនជាតិចិនវៀតណាមនៅរៀងរាល់ដើមខែមេសានៃឆ្នាំនីមួយៗគឺត្រូវតែរៀបចំពិធីសែនភ្នូនេះឬក៏គេហៅថាឆេងម៉េងជាចាំបាច់ជាដាច់ខាតដោយសារតែពិធីសែនភ្នូកំពុងតែខិតជិតមកដល់ដូច្នោះហើយថ្ងៃនេះយើងមកស្វែងយល់និងដឹងអំពីប្រវត្តិនៃពិធីសែនភ្នូឬក៏គេហៅបុណ្យឆេងម៉េងទាំងអស់គ្នាពិធីបុណ្យឆេងម៉េងដែលមានភាសាចិនហៅថាឈីងមីងឬភាសាអង់គ្លេសគេហៅថា Tom Sweeping Day សំដៅទៅលើពិធីសែនភ្នូបុណ្យជំរះចិត្តជ្រះថ្លាឬទិវាសម្អាតភ្នូជូនដូនតាឬឪពុកម្ដាយដែលបានចែកឋានទៅរួចទៅហើយបុណ្យឆេងម៉េងមានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិនមិនត្រូវបានមកកាន់ប្រទេសកម្ពុជាតាមរយៈជនជាតិចិនមករស់នៅក្នុងស្រុកខ្មែរបើតាមដំណើររឿងនិងប្រវត្តិរបស់បុណ្យឆេងម៉េងនេះគឺគេប្រារព្ធឡើងដើម្បីឧទ្ទិសដល់ជីស៊ីទួយដែលមានដំណើរថាកាលពីឆ្នាំ636នៃពុទ្ធសករាជមានព្រះអង្គម្ចាស់មួយមានព្រះនាមថាវិននិងអ្នកបម្រើឈ្មោះថាជីស៊ីទួយបានរត់គេចពីសង្គ្រាមហើយក៏វង្វេងនៅក្នុងព្រៃដោយគ្មានអាហារសម្រាប់បរិភោគអស់ជាច្រើនថ្ងៃនិងបារម្ភខ្លាចចវាយខ្លួនឃ្លានត្រកូលជីក៏ជាសាច់ផ្លូវរបស់ខ្លួនឲ្យធ្វើជាអាហាររីឯព្រះអង្គម្ចាស់វិញសន្យាថានឹងផ្ដល់រង្វាន់ដល់ត្រកូលជីប៉ុន្តែត្រកូលជីមិនមែនជាមនុស្សលោភលន់នឹងឋានៈបុណ្យស័ក្តិឡើយអ្វីដែលគាត់ចង់បានគឺចង់ឲ្យព្រះអង្គវិលត្រឡប់ទៅទឹកដីវិញដើម្បីធ្វើជាស្ដេចបន្តនៅទីនោះបន្ទាប់មកទៀតនៅពេលដែលព្រះអង្គបានរត់ផុតពីគ្រោះថ្នាក់និងត្រឡប់ទៅព្រះនគរធ្វើជាស្ដេចវិញក៏បានប្រទាននូវរង្វាន់ដល់ត្រកូលជីតែត្រកូលជីមិនព្រមទទួលនោះទេហើយក៏បាននាំម្ដាយចាស់របស់ខ្លួនរត់ចូលព្រៃបាត់ខ្លួនយ៉ាងសង្ងំជាធម្មតាដោយព្រះអង្គសពរាជហត្ថីជាមួយនឹងទឹកចិត្តដ៏ល្អរបស់អ្នកបម្រើក៏ចេញបញ្ជាឲ្យគេតាមរកក្នុងព្រៃតែរកមិនឃើញសោះមន្ត្រីម្នាក់ក៏មានយោបល់ថាឲ្យតែយើងដុតព្រៃពីចុងព្រៃនឹងទុកតែផ្លូវចេញមួយបានហើយនៅពីនោះយើងនឹងអាចរកគេឃើញតែក្រោយពីដុតរួចគេឃើញតែមានសត្វព្រៃនាំគ្នារត់ហើយមិនឃើញអ្នកបម្រើនិងម្ដាយចាស់នោះរត់ចេញមកនោះទេទីបំផុតព្រះអង្គក៏បានឃើញសាក់សពរបស់អ្នកទាំងពីរដែលស្លាប់ក្បែរគោឈើដោយកើតនៅវិបដិសារីជាខ្លាំងព្រះអង្គក៏បានបញ្ជាឲ្យគេយកសពនោះទៅបង្កប់នៅទីនេះដោយយកថ្មមួយផ្ទាំងមកឆ្លាក់ឈ្មោះអ្នកបម្រើដោយបញ្ជាថារៀងរាល់ឆ្នាំនេះចុងខែរងាត្រូវមកទីនេះដើម្បីគោរពបូជារហូតដល់ចំណាក្រោយមន្ត្រីនិងប្រជាជនក៏បានយកគំរូតាមឲ្យតែមានសមាជិកគ្រួសារម្នាក់ស្លាប់គឺគេរកដីណាដែលល្អមានហុងស៊ុយមកបញ្ចុះហើយធ្វើសិលាចារឈ្មោះគោរពបូជាជារៀងរាល់ឆ្នាំបន្តរហូតមកដល់បច្ចុប្បន្នយើងនេះ